ស្វាគមន៍កម្មការ Channel សុខេង Official ស្ដីអ្នកទាំងអស់គ្នានេះផងដែរយើងមករៀនមេរៀនថ្មីតាក់ទងនឹងប្រេងឥន្ធនៈពីព្រោះឥឡូវនេះតម្លៃប្រេងឥន្ធនៈកំពុងតែហក់ឡើងខ្លាំងអញ្ចឹងយើងមករៀនប្រេងឥន្ធនៈទាំងអស់គ្នាតោះកុំឲ្យរងចាំយូរយើងមករៀនពាក្យឆៃយោប្រេងម៉ាស៊ូតឆៃយោប្រេងម៉ាស៊ូតយ៉ានយោប្រេងឥន្ធនៈយ៉ានយោប្រេងឥន្ធនៈ普通汽油ប្រេងសាំងធម្មតា普通汽油ប្រេងសាំងធម្មតា能源ធម្មពល国际能源市场ទីផ្សារធម្មពលអន្តរជាតិ国际能源市场ទីផ្សារធម្មពលអន្តរជាតិ加油站ស្ថានីយ៍ប្រេងទីងជាតម្លៃខ្ពស់ជីងកោប្រមាន全球油价តម្លៃប្រេងទូទាំងសកល全球油价保持稳定រក្សាបានស្ថិរភាព保持稳定កុងសឹងលីត្រ1លីត្រ2លីត្រអីហ្នឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនគ្រាន់តែដាក់1កុងសឹង2កុងសឹង1លីត្រឬក៏2លីត្រ断切情况ស្ថានភាពខ្វះខាត断切情况ស្ថានភាពខ្វះខាតអញ្ចឹង情况ហ្នឹងអ្នកទាំងអស់គ្នាអាចប្រើតាក់ទងនឹងស្ថានភាពទូទៅគឺ说情况价格តម្លៃ油价油费តម្លៃឬក៏ថ្លៃប្រេងពីរហ្នឹងអ្នកទាំងអស់គ្នាប្រើមួយណាក៏បានដែរអត់អីទេឲ្យតែអ្នកទាំងអស់គ្នាចាំពាក្យមួយណាប្រើពាក្យមួយហ្នឹងទៅសាំងតាវសាំងចាងកើនឡើងអញ្ចឹងតម្លៃប្រេងកើនឡើងយើងប្រើសាំងតាវសាំងចាងតែនេះដែរអ្នកទាំងអស់គ្នាឃើញខ្ញុំទៅសេសាំងត្រាវតាមពិតអានសាំងតាវប៉ុន្តែពេលដែលយើងទៅសេគឺសេត្រាវតែដល់ពេលយើងអានតាវព្រោះកន្លែងហ្នឹងពេលដែលវាសាំងត្រាវយើងអត់អានអញ្ចឹងណាយើងអានសាំងតាវព្រោះពេលដែលវាជួបវេយ្យាករណ៍គ្នាទៅគឺអានចេញសលេងផ្សេងមួយទៀតណាជួឈូត្រាវចឹងឃើញឯកន្លែងនេះគេអានត្រាវអញ្ចឹងពេលសាំងនៅពីមុខវាគឺគេអានតាវតែដល់ពេលវានៅជាមួយគេផ្សេងគឺគេអានត្រាវឲ្យតែមានពាក្យនៅពីក្រោយវាគេអានត្រាវវិញអញ្ចឹងជួឈូត្រាវចឹងធ្វើការកែសម្រួលជួឈូត្រាវចឹង零售លក់រាយ最新价格ការកំណត់តម្លៃថ្មី庫存量ចឹងបរិមាណក្នុងស្តុកបាត់ស្តុកមួយចឹងអ្នកទាំងអស់គ្នាចាំជួយថែមពាក្យស្តុកផងណាបរិមាណក្នុងស្តុក现有库存ស្តុកដែលមានស្រាប់停止进口燃油បញ្ឈប់ការនាំចូលប្រេងឥន្ធនៈ停止进口燃油អូខេអញ្ចឹងសម្រាប់មេរៀនប្រេងឥន្ធនៈរបស់យើងបានបញ្ចប់ហើយអញ្ចឹងមានប៉ុណ្ណឹងហើយ谢谢大家希望你们受到支持更多
អរគុណអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តមេរៀនទាំងអស់នេះកុំភ្លេចជួយ Subscribe Like ហើយនិង Comment នៅក្នុង Channel YouTube របស់ខ្ញុំផងអរគុណច្រើន